ព័ន្ធនឹងសួនរុក្ខជាតិអង្គរហើយខ្ញុំក៏ចង់បញ្ជាក់ផងដែរថាសួនរុក្ខជាតិអង្គរគឺជាសួនរុក្ខជាតិដែលអាចនិយាយបានថាជាសួនធំមួយនៅក្នុងប្រទេសកម្ពុជាយើងប្រហែលថ្ងៃខាងមុខនេះយើងនឹងប្រារព្ធពិធីបុណ្យប្រពៃណីជាតិខ្មែរយើងហើយសួនរុក្ខជាតិអង្គរគឺមានផែនការរៀបចំដើម្បីទទួលភ្ញៀវជាតិនិងភ្ញៀវអន្តរជាតិដែលគាត់មកលេងកម្សាន្តនៅខេត្តសៀមរាបយើងក៏ដូចជាទស្សនានៅប្រាសាទនានាបន្ទាប់ពីទស្សនានៅប្រាសាទនានាហើយគាត់អាចចូលមកទស្សនានៅសួនរុក្ខជាតិអង្គរយើងហើយក្នុងហ្នឹងយើងបានរៀបចំបន្ថែមពីលើដែលយើងមានស្រាប់មានការណែនាំពីលោកជំទាវរដ្ឋមន្ត្រីក្រសួងវប្បធម៌គាត់បានណែនាំឲ្យយើងបង្កើត playground ដែលមានទីតាំងនៅទីនេះផ្ទាល់មានន័យថាយើងឲ្យពុកម្ដាយដែលគាត់មកទស្សនាសួនរុក្ខជាតិអង្គរនាំកូនមកមានន័យថាកំសាន្តមិនត្រឹមតែទស្សនានៅរុក្ខជាតិដែលមាននៅក្នុងសួនរុក្ខជាតិអង្គរទេគាត់មានឱកាសក្នុងការលេងកំសាន្តជាមួយនឹង playground ផងដែរហើយក្រៅពី playground ក៏យើងបានរៀបចំdécorផ្កាមួយចំនួនទៀតដូចជាសួនកលាបសួនអកដេក៏យើងបានបន្ថែមក្នុងហ្នឹងដែរយើងនឹងរៀបចំការតាំងពិព័រណ៍នៅរូបភាពសត្វល្អិតក៏ដូចជាសត្វស្លាបដែលយើងមាននៅក្នុងសួនហ្នឹងហើយនឹងក៏សត្វស្លាបមួយចំនួនដែលវាមានស្រាប់នៅក្នុងតំបន់អង្គរនឹងតាំងបង្ហាញពីសត្វដែលយើងបានដោះលែងនៅក្នុងតំបន់អង្គរផងដែរដើម្បីបង្ហាញដល់ភ្ញៀវជាតិនិងភ្ញៀវអន្តរជាតិជាពិសេសហ្នឹងគឺសាសនានុសិស្សឲ្យគាត់ចូលមកទស្សនាសិក្សារុក្ខជាតិនៅក្នុងសួនយើងហើយគាត់នឹងមានឱកាសស្គាល់ពីមុនមកដែលគាត់មិនដែលបានដឹងថាសត្វស្លាបប្រភេទហ្នឹងវាមានតួនាទីអីហើយឈ្មោះអីហ្នឹងគឺយើងបន្ថែមពីលើរុក្ខជាតិដែលមានស្រាប់នៅក្នុងសួនផ្ដល់នៅបទពិសោធន៍និងចំណេះដឹងដល់ពួកគាត់បន្ថែមទៀតគឺឲ្យគាត់យល់ដឹងអំពីសត្វល្អិតនិងសត្វស្លាបដែលរស់នៅលក្ខណៈធម្មជាតិនៅក្នុងសួននិងក៏ដូចជានៅក្នុងតំបន់អង្គរភ្ញៀវជាតិនិងភ្ញៀវអន្តរជាតិជាពិសេសហ្នឹងគឺសិស្សានុសិស្សដែលគាត់មកទស្សនាក៏ដូចជាសិក្សាស្រាវជ្រាវពីរុក្ខជាតិដែលមានស្រាប់នៅក្នុងសួនរុក្ខជាតិអង្គរដែលមានទំហំ15ហិកតាហ្នឹងហើយគាត់នឹងមានកន្លែងមួយដែលគាត់អាចសិក្សាបន្ថែមពីសិភៅទៅសេអំពីប្រវត្តិនៃរុក្ខជាតិទាំងអស់ហ្នឹងគឺនៅក្នុងបណ្ណាល័យហ្នឹងគឺដើម្បីគោលបំណងគឺដើម្បីបង្កើននៅចំណេះដឹងដល់ពួកគាត់បន្ថែមទៀតជាពិសេសហ្នឹងគឺមានគោលបំណងចង់ឲ្យសិស្សានុសិស្សក្មេងៗនៅតាមសាលាបឋមសិក្សាហ្នឹងគឺគាត់អាចមានឱកាសមកសិក្សាក៏ដូចជាអង្គការផ្សេងៗហ្នឹងគឺគាត់មានឱកាសមកសិក្សាបន្ថែមពីចំណេះដឹងទូទៅនៅរុក្ខជាតិដែលមាននៅក្នុងសួនហ្នឹងហើយនឹងទស្សនានៅទេសភាពនៅក្នុងសួននោះដែរបាទចំពោះប្រភេទសត្វដែលយើងបលែងនៅក្នុងមិនត្រឹមនៅក្នុងសួនទេមានន័យថាយើងបលែងឲ្យគាត់មានសេរីភាពនៅតំបន់អង្គរយើងហ្នឹងពីមុនមកគឺយើងបានសហការជាមួយនឹងអង្គការសត្វព្រៃហ្នឹងគាត់បានយកសត្វតូចមកកត់បានបលែងជាលក្ខណៈឲ្យវារស់នៅក្នុងតំបន់អង្គរហើយបច្ចុប្បន្នហ្នឹងក៏វាបានបង្កើតជាគ្រួសារថ្មីបន្ថែមទៀតហើយមិនត្រឹមតែសត្វតូចទេក៏យើងបានបលែងសត្វភេដែលយើងបានឃើញដែលវារត់ជាក្រុមគ្រួសារលេងនៅក្នុងតំបន់អង្គរផងដែរហើយចំពោះនៅក្នុងសួនរុក្ខជាតិអង្គរក៏យើងមានដែរពាក់ព័ន្ធនឹងសត្វស្លាបមួយចំនួនដូចប្រវាំងដូចអីហ្នឹងគឺយើងបលែងឲ្យវារស់នៅលក្ខណៈធម្មជាតិហើយចំពោះតែសត្វល្អិតអីហ្នឹងគឺវារស់នៅជាទូទៅនៅក្នុងសួនហ្នឹងហើយដែលយើងអាចមើលឃើញដូចជាមេអំបៅសត្វស្លាបប្រភេទផ្សេងៗហើយក្នុងសួនរុក្ខជាតិអង្គរក៏យើងបានបន្ថែមនៅសត្វលំអជាច្រើនដែលមានសន្សាយអណ្ដើកអូទ្រីសព្រាបអីហ្នឹងគឺយើងបានបង្ហាញចិញ្ចឹមពួកគាត់នៅក្នុងសួនដើម្បីបង្ហាញដល់ភ្ញៀវជាតិនិងភ្ញៀវអន្តរជាតិដែលគាត់មកទស្សនាសួនរុក្ខជាតិអង្គរផងដែរចំពោះប្រភេទរុក្ខជាតិផ្កាហ្នឹងគឺជារុក្ខជាតិមួយដែលតាក់ទាញខ្លាំងក្រៅពីរុក្ខជាតិផ្សេងៗដោយសារវាបង្ហាញនៅសម្រស់ផ្កាហ្នឹងនៅក្នុងសួនរុក្ខជាតិអង្គរយើងហ្នឹងគឺយើងបានដេគ័របន្ថែមហ្នឹងគឺសួនកុលាប
ជាងដែលយើងពេលដែលយើងចូលមកដំបងដែលនៅខាងមុខសួនហ្នឹងគឺយើងឃើញមុនគេហ្នឹងគឺសម្រាប់ផ្កាកលាបដែលយើងបានរៀបចំហើយបន្ទាប់មកទៀតហ្នឹងគឺមានប្រភេទផ្កាជាច្រើនទៀតប៉ុន្តែក្នុងហ្នឹងក៏យើងបានបន្ថែមផ្កាឈូករ័ត្នផងដែរជាផ្កាមួយដែលតាក់ទាញហើយនឹងប្រភេទផ្កាតាមរដូវហើយផ្កាដែលរបៀបផ្កាកោបដែលមានក្លិនដូចជាផ្កាចម្ប៉ាចម្ប៉ីហ្នឹងក៏យើងមាននៅក្នុងសួននិយាយចំទៅក្នុងសួនរុក្ខជាតិអង្គរយើងខ្ញុំអាចបញ្ជាក់បានដែរថាសួនយើងមានរុក្ខជាតិដល់រាប់ម៉ឺនដើមហើយក៏រាប់ពាន់ប្រភេទដែរគោលបំណងថ្នាក់ដឹកនាំអាជ្ញាធរជាតិអប្សរាគាត់មានចក្ខុវិស័យវែងឆ្ងាយមានន័យថាបង្កើតសួនរុក្ខជាតិអង្គរនេះខ្ញុំអាចបញ្ជាក់ផងដែរថាសួនរុក្ខជាតិអង្គរយើងមិនមែនទៅបង្កើតឥឡូវទេសួនរុក្ខជាតិអង្គរពីមុនមកយើងបង្កើតតាំងពី2005ហើយគ្រាន់តែជាសួនគ្រឿងទេសដែលមានទំហំ2ហិកតាតែប៉ុណ្ណោះហើយដោយសារវាតូចមិនសូវមានការតាក់ទាញពីភ្ញៀវជាតិនិងភ្ញៀវអន្តរជាតិចក្ខុវិស័យអាជ្ញាធរថ្នាក់ដឹកនាំអាជ្ញាធរជាតិអប្សរាគាត់ចង់បង្កើតឲ្យសួនរុក្ខជាតិអង្គរហ្នឹងคล้ายទៅជាសួនដែលមានຂະຫນាតលក្ខណៈអន្តរជាតិសួនរុក្ខជាតិអង្គរដែលមានទំហំពីមុនមកត្រឹម15ហិកតាដែលយើងបើកឲ្យទទួលភ្ញៀវហ្នឹងនៅឆ្នាំ2022ហើយបច្ចុប្បន្នហ្នឹងយើងបានពង្រីកសួនរុក្ខជាតិអង្គររហូតដល់150ហិកតាហ្នឹងការគ្រប់គ្រងសួនមានវាអាចនិយាយបានថាវាត្រូវតែមានការលំបាកហើយដោយសារសួនវាធំហើយដោយសារសួនរុក្ខជាតិអង្គរវាជាសួនរុក្ខជាតិអញ្ចឹងអ្វីដែលសំខាន់ក្នុងការថែទាំរុក្ខជាតិដែលមាននៅក្នុងសួនហ្នឹងគឺការគ្រប់គ្រងប្រព័ន្ធស្រោចស្រពហើយនឹងបច្ចេកទេសពាក់ព័ន្ធនឹងសួនមួយដោយសារយើងបែងចែកសួនជា5ផ្នែកខុសៗគ្នាអញ្ចឹងអ្នកដែលការគ្រប់គ្រងសួនទាំង5ហ្នឹងគឺទាមទារឲ្យគាត់មាននៅបទពិសោធន៍ផ្នែករុក្ខជាតិផ្សេងគ្នាផងដែរពាក់ព័ន្ធដូចជាសួនអសតអញ្ចឹងគឺគាត់ត្រូវមានចំណេះដឹងអំពីសួនបន្លែរុក្ខជាតិបន្លែរុក្ខជាតិអសតអញ្ចឹងរុក្ខជាតិបន្លែហ្នឹងគឺយើងអាចនិយាយបានថាវាពិបាកក្នុងការដាំដុះវាទៅគ្រប់គ្រងទឹកផងគ្រប់គ្រងជីផងដើម្បីឲ្យរុក្ខជាតិបន្លែហ្នឹងបានរីករាយបានល្អបាទហើយពាក់ព័ន្ធនឹងសួនផ្សេងទៀតក៏ដូចគ្នាអ្នកគ្រប់គ្រងតាមសួនមួយត្រូវមានបច្ចេកទេសបទពិសោធន៍ពាក់ព័ន្ធនឹងរុក្ខជាតិដូចគ្នាអញ្ចឹងដែរហើយជាពិសេសហ្នឹងគឺបន្ទាប់ពីសួនបន្លែមកក៏មានសួនផ្កាហ្នឹងក៏យើងពិបាកក្នុងការគ្រប់គ្រងដើម្បីឲ្យវាមានស្ថិរភាពមានន័យថាសួនផ្កាហ្នឹងធ្វើម៉េចកុំឲ្យវាដាច់យូរពេកមានន័យថារហូតសួនផ្កាជក់រត់អញ្ចឹងពេលដែលវាអស់សពលអស់អាយុកាលវាយើងត្រូវធ្វើម៉េចដោះដូរឲ្យតាន់កុំឲ្យដីនៅទំនេរហើយសួនថ្នោតនឹងសួនរុក្ខខ្មែរយើងគឺអត់សូវចោតបានទេដោយសារវាជារុក្ខជាតិដែលមានរយៈពេលយូរអញ្ចឹងយើងគ្រាន់តែធ្វើម៉េចគ្រប់គ្រងទឹកហើយនឹងជីឲ្យបានគ្រប់គ្រាន់តែប៉ុណ្្នឹងសួនយើងតាំងពីយើងបើកដំណើរការទទួលភ្ញៀវរហូត2022រហូតមកដល់បច្ចុប្បន្នខ្ញុំចង់ជំរាបជូនដែរថាយើងទទួលភ្ញៀវជាង60ម៉ឺននាក់ហើយរហូតមកដល់បច្ចុប្បន្នហ្នឹងអញ្ចឹងការដែលភ្ញៀវជាតិនិងភ្ញៀវអន្តរជាតិចូលមកទស្សនាសួនរុក្ខជាតិអង្គរមានន័យថាគាត់ចូលទស្សនាដោយមិនបង់ថវិកាមានអញ្ចឹងហើយខ្ញុំសូមអំពាវនាវដល់ភ្ញៀវជាតិនិងភ្ញៀវអន្តរជាតិដែលគាត់មានគោលបំណងមកលេងកម្សាន្តនៅខេត្តសៀមរាបយើងបន្ទាប់ពីគាត់ទស្សនានៅតាមប្រាសាទនានាហើយសូមកុំភ្លេចមកទស្សនានៅសួនរុក្ខជាតិអង្គរដែលគាត់នឹងទទួលចំណីអារម្មណ៍ប្លែកពីរុក្ខជាតិដែលមាននៅក្នុងសួនរុក្ខជាតិអង្គរហើយនឹងទទួលបាននៅបទពិសោធន៍ថ្មីអំពីរុក្ខជាតិហើយដែលអាចនិយាយបានថារុក្ខជាតិនៅក្នុងសួនរុក្ខជាតិអង្គរយើងបានប្រមូលផ្ដុំរុក្ខជាតិ 80% នៅក្នុងប្រទេសកម្ពុជាយើងហើយ 20% ទៀតយើងប្រមូលពីខាងក្រៅប្រទេសអញ្ចឹងដើម្បីភ្ញៀវជាតិសាធារណជនដែលគាត់ចង់បាននៅបទពិសោធន៍ថ្មីពាក់ព័ន្ធនឹងសិក្សាស្រាវជ្រាវនៅរុក្ខជាតិសត្វព្រៃដែលមាននៅក្នុងសួនរុក្ខជាតិអង្គរសូមអញ្ជើញមកទស្សនាដោយមិនបង់ថ្លៃហើយខ្ញុំសូមបញ្ជាក់តែថាសួនរុក្ខជាតិអង្គរមានទីតាំងនៅក្នុងខេត្តសៀមរាបទីក្រុងសៀមរាបផ្ទាល់តែម្ដងគឺ
ជាប់នឹងផ្លូវទៅប្រាសាទអង្គរវត្តហើយយើងបើកដំណើរការពីម៉ោង8ព្រឹករហូតដល់ម៉ោង6ល្ងាចហើយបើកដំណើរការចាប់ពីថ្ងៃពុធរហូតដល់ថ្ងៃច័ន្ទពេញមួយសប្តាហ៍មានន័យថាយើងសម្រាកពីថ្ងៃតែថ្ងៃអង្គារមួយទេដើម្បីថែទាំរុក្ខជាតិដែលនៅក្នុងសួនរុក្ខជាតិក៏យើង